ទៅមើលលំហាត់ទី9មួយតាក់ទងទៅនឹងការអនុវត្តមេរៀនចលនាវិលបាទតោះយើងទៅមើលទៅគេថាមិនគេថាខ្សែមួយត្រូវបានភ្ជាប់ចុងម្ខាងទៅនឹងចំណុច A នេះខ្សែនេះគឺខ្សែបវែងនេះគឺខ្សែហ្នឹងគឺម្ខាងចងជាប់ទៅនឹងចំណុច A ដែលកន្លែងនេះគឺ fix ហើយអត់មានចលនាទេចុងម្ខាងទៀតត្រូវបានរុំលើថាសមួយដែលមានម៉ាស់1គីឡូក្រាមនិងមានកម្មគឺស្មើទៅនឹងទឹក 0.1 ម៉ែត្រអញ្ចឹងម្ខាងទៀតគឺរុំលើខ្សែហ្នឹងរុំយកបាទរុំនៅមិនជាន់អញ្ចឹងខ្ញុំអត់ដឹងដែរអញ្ចឹងណាតែមិនគេថាលែងថាគេលែងថាឲ្យធ្លាក់ចុះក្រោមតែគ្មានលឿនដើមនៅគណៈតេស្មើ0អញ្ចឹងនៅពេលដែលគេបលែងគេចាត់ទុកថាកន្លែងតេស្មើ0គឺចាប់ផ្ដើមមានចលនាកន្លែងហ្នឹងគេចាប់ផ្ដើមគិតពីហ្នឹងទៅតេស្មើ0អញ្ចឹងបលែងមួយច្បាស់ជាធ្លាក់ចុះក្រោមបាទបើសិនបើគ្មានខ្សែវាធ្លាក់ចុះក្រោមត្រង់តាមចលនាទម្លាក់សេរីហើយដោយសារតែអត់មានកន្លែងអីផ្សេងក្រៅពីទំនាញដីអាទាញវាទេប៉ុន្តែដោយសារតែមានខ្សែនេះខ្សែហ្នឹងគឺខ្សែនឹងទាញអញ្ចឹងយើងទម្លាក់ចុះមកច្បាស់ជាវិលប៉ុណ្ណាវាធ្លាក់ចុះមកបណ្ដាអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងគេសួរកគេមានសន្ទុះរបស់ចិត្តថាសនេះតើនេះកន្លែងនេះសន្ទុះវាធ្លាក់ចុះក្រោមដោយសន្ទុះប្រវែងប្រហែលសន្ទុះប្រវែងបាទបន្ទាប់មកគឺគណនាតំណែងខ្សែហ្នឹងហើយសំណួរមានតែ2ហ្នឹងទេបាទអញ្ចឹងយើងដឹងដោយសារតែវាវិលវាតាក់ទងទៅនឹងចលនាវិលហើយកន្លែងហ្នឹងបាទហ្នឹងហើយបាទតោះឥឡូវយើងទៅមើលដំណោះស្រាយទៅតើយើងធ្វើយ៉ាងម៉េចដើម្បីគណនាសន្ទុះរបស់ចិត្តថាសហ្នឹងបានបាទកគឺគណនាលបឿនប្រវែងតែពិតមិនមែនលបឿនប្រវែងទេគឺគណនាសន្ទុះប្រវែងនេះកន្លែងហ្នឹងគឺកន្លែងសន្ទុះបាទសន្ទុះរបស់ចិត្តថាសជាសន្ទុះប្រវែងហ្នឹងហើយបើថាមកយកផែនដីជាតម្រុយយើងបានថាសរនៅកម្លាំង2បាទគឺទី1តំណែងខ្សែនេះតំណែងខ្សែនេះវាទាញឡើងទៅលើទី2គឺទម្ងន់របស់ថាសនេះគឺចាប់នៅត្រង់ចំណុចកណ្ដាលឬអីគេត្រង់ទីប្រជុំទម្ងន់របស់ផ្ចិតម៉ាស់វាហ្នឹងគឺទំនាញដីទាញទៅកម្លាំង W ឬក៏ W ហ្នឹងបាទនេះអញ្ចឹងយើងប្រើតាមច្បាប់ទី2របស់ Newton ផលបូកកម្លាំងទាំងអស់ដែលមានអំពើទៅលើវាគឺស្មើទៅនឹងម៉ាស់គុណជាមួយសន្ទុះប្រវែងរបស់វាបាទអញ្ចឹងទោះជាអាហ្នឹងអីខ្លះមានអីខ្លះដែលមានបូកលើវាគឺតំណែងខ្សែមួយបូកទៅនឹងទម្ងន់វាស្មើទៅនឹងម៉ាស់គុណនឹងសន្ទុះប្រវែងរបស់វាបាទអញ្ចឹងអានេះគឺស្ថិតនៅក្នុងជាទម្រង់ vector បាទហ្នឹងហើយអញ្ចឹងលោកគ្រូគាត់ដោះ vector ចេញគឺគិតទៅអង្គង់ស្ទេអញ្ចឹងគាត់យកទិសដៅវិជ្ជមានចុះក្រោមអញ្ចឹងហេតុអីបានសួរទិសដៅវិជ្ជមានចុះក្រោមបើសិនបើយើងយកទិសដៅវិជ្ជមានឡើងលើក៏អត់អីដែរគុណអាកន្លែងនេះគុណសញ្ញាដកចូលទាំងអស់បើសិនជាគុណបើយកទិសដៅវិជ្ជមានឡើងលើតែទៅជាវិជ្ជមានដកកន្លែងដកដែរអញ្ចឹងដោយសារតែគាត់ចង់យកអានេះឲ្យវិជ្ជមានអញ្ចឹងគាត់លោកគ្រូគាត់យកទិសដៅវិជ្ជមានចុះក្រោមអញ្ចឹងយើងមើលទៅ vector ណាដែលផ្ទុយទៅនឹងវិជ្ជមានកន្លែងហ្នឹងគឺតេផ្ទុយអញ្ចឹងដាក់សញ្ញាដកអា W ស្មើ mg ហ្នឹងចុះក្រោមដាក់សញ្ញាបូកហើយស្មើនឹងម៉ាស់គុណសន្ទុះវាដោយសារតែវាស្របទៅនឹងអាទិសដៅដែលគេយកវិជ្ជមានទៀតយើងដាក់សន្ទុះ A កន្លែងហ្នឹងមកបាទអញ្ចឹងយើងរកតេបាទអញ្ចឹងយើងមានដកតេបូក mg ស្មើ A ma តើយើងរកតេទៅមិនអញ្ចឹងយើងបោះតេមកខាងស្ដាំវាទៅជាបូកតេហើយយើងបោះ ma មកខាងឆ្វេងវាទៅជាដក ma អញ្ចឹងយើងបាននេះកន្លែងនេះគឺដកតេបូកជាមួយនឹង mg វាស្មើទៅនឹងអីគេ ma អញ្ចឹងក៏បានដែរខ្ញុំគុណសញ្ញាដកទាំងអស់ទៅជាតេដក mg ស្មើនឹងដក ma បាទអញ្ចឹងតេស្មើគេ mg ដក ma បាទហ្នឹងអញ្ចឹងពីច្បាប់ទី2របស់ Newton មកយើងអាចសរសេរបានប៉ុណ្ណឹងគឺតំណែងបើសិនបើយើងចង់រកអីគេតំណែងខ្សែយើងយកទម្ងន់ដកទៅនឹងម៉ាស់គុណមួយសន្ទុះរបស់វាបាទគឺទុកសញ្ញាផ្កាយកន្លែងហ្នឹងមួយហើយសួរថាហេតុអីបានដាក់សញ្ញាផ្កាយកន្លែងហ្នឹងគឺដោយសារតែយើងត្រូវគណនាតំណែងខ្សែនៅខាងក្រោមនេះគឺសំណួរខគឺគេឲ្យយើងគណនាតំណែងខ្សែអញ្ចឹងដោយសារតែយើងត្រូវការប្រើប្រាស់វាម្ដងទៀតយើងចង់តំណែងផ្កាយកន្លែងមួយទុកដាក់ផ្កាយឬក៏លេខ1ឬអីហ្នឹងឲ្យចំណាំទៅបាទហ្នឹងហើយតោះអញ្ចឹងដោយសារតែយើងដឹងអីយើងរកឃើញតំណែងខ្សែតេនេះតំណែងខ្សែតេហ្នឹងហើយតំណែងខ្សែហ្នឹងក៏វាបង្កើតបានជាម៉ូម៉ង់ដែរគឺវាជាអ្នកបវលអានេះវាជាបវលអានេះហ្នឹងដោយសារតំណែងខ្សែតេហ្នឹងដែរអញ្ចឹងយើងបានម៉ូម៉ង់កម្លាំងបវលវាគឺស្មើតំណែងខ្សែគុណ1 a បាទអញ្ចឹងម៉ូម៉ង់គឺស្មើនឹងតេគុណ1 a បាទ a គឺប្រវែងនេះបាទអញ្ចឹងវាកែងស្រាប់អញ្ចឹងនៅពេលដែលវាកែងស្រាប់យើងមិនបាច់គុណសេរីអាល់ហ្វាទេសេរីអាល់ហ្វាគឺសេរី90ស្មើ1ដដែលអញ្ចឹងយើងយកម៉ូម៉ង់គឺស្មើនឹងប្រវែងតំណែងខ្សែនេះគុណ1ប្រវែងកម្មរបស់វាអញ្ចឹង a យើងទុកនៅដដែលតែយើងជួសតេនេះតេវាស្មើគេតេវាស្មើនឹង mj ដក ma នេះអញ្ចឹងជួសតេដោយ mj ដក ma ចូលទៅបាទបន្តមកគឺលោកគ្រូគុណពលាតចូលគុណ a ចូលទៅជា a mj ដក a ma អញ្ចឹងយើងបានហើយម៉ូម៉ង់របស់វាគឺស្មើគេគឺស្មើនឹង a mg ដក a ma ហ្នឹងហើយអូខេតោះអញ្ចឹងគេចង់រកអីគេចង់រកសន្ទុះ a នេះគឺជាអ្វីដែលគេចង់បានបាទហ្នឹងហើយ a គឺជាអ្វីដែលយើងចង់បានគឺសន្ទុះប្រវែងរបស់ a ចិត្តរបស់ a នេះហ្នឹងណាបាទតោះម្យ៉ាងទៀតអាម៉ូម៉ង់ហ្នឹងគឺជាអ្នកធ្វើឲ្យមានបំរែបំរួលលបឿនមុំឬមួយក៏ធ្វើឲ្យមានសន្ទុះមុំអញ្ចឹងតោយើងបានអីគេគឺស្មើម៉ូម៉ង់នៃចលភាព e គុណ1 alpha បាទ e នេះគឺជាម៉ូម៉ង់នៃចលភាពហើយ alpha គឺសន្ទុះមុំអញ្ចឹងណាបាទអញ្ចឹងចំពោះ d ឬមួយចំពោះថាសនេះបើសិនបើអីគេវាវិលជុំវិញអដែលកាត់តាមចំណុចអដែលកាត់តាមផ្ចិតរបស់វាហ្នឹងនេះ e របស់វាគឺស្មើ1លើ2ម៉ាស់គុណជាមួយនឹង a ក្រេរបស់វានេះគឺហ្នឹងគឺម៉ូម៉ង់នៃចលភាពរបស់ d គឺបើសិនបើវាកាត់តាមផ្ចិតរបស់វាបាទគឺ e វាគឺស្មើ1លើ2 m a ក្រេហ្នឹងឯងបាទអញ្ចឹងយើងជួយគេយើងជួយ e ដោយ1លើ2 m a ក្រេបាទ e ហើយ alpha យើងដឹងអី alpha តំណែងរវាងគេសន្ទុះមុំមួយសន្ទុះប្រវែងគឺស្មើគេ alpha សន្ទុះមុំវាស្មើសន្ទុះប្រវែងចែក1កម្ម a បាទអញ្ចឹងយើងអាចស៊ីសងគ្នាបានហើយអញ្ចឹង1លើ2គឺលេខ2កន្លែងហ្នឹង m កន្លែងហ្នឹង a កន្លែងហ្នឹងបន្ទាប់មកនេះ a ក្រេស៊ីសង1 a អស់មួយសង1អញ្ចឹងណាបាទអញ្ចឹងតូគឺស្មើគេគឺស្មើនឹងកម្មគុណ1ម៉ាស់គុណនឹងសន្ទុះប្រវែងចែក2ហ្នឹងហើយ
អញ្ចឹងយើងឃើញថាវាយ៉ាងម៉េចយើងឃើញថាដោយសារតែតវាស្មើនឹង a âm z ដក a âm a ហើយតក៏វាស្មើទៅនឹង a âm a ចែក2អញ្ចឹងយើងបានថាប៉ុណ្ណឹងមិនស្មើប៉ុណ្ណឹងបាទយើងបានអីគេ a âm a នៅលើ2វាស្មើនឹង a âm z ដកទៅនឹង a âm a បាទយើងសម្រួល a ក្បត់ចោលទៅ a ដោយសារវាជំនាញហើយវាអត់ប៉ះពាល់អីទេអញ្ចឹងខ្ញុំគុណតម្រូវវាបាញ់2អង្គសងខាងវាទៅជា âm a វាស្មើនឹង2ដង âm z ដក2ដងâm a អូខេខ្ញុំសម្រួល âm ក្បត់ចោលទៀតទៅបាទសម្រួល âm ទៀតបាទអញ្ចឹងអីគេ a វាស្មើនឹង 2z ដក 2a បាទអញ្ចឹងយើងបោះ 2a មកខាងស្ដាំមកខាងឆ្វេងមកវាទៅជា 3a វាស្មើនឹង2ដង z បាទ a វាស្មើនឹង 2z លើ3ឬមួយក៏ស្មើនឹង2លើ 3z បាទអញ្ចឹងដោយសារតែវាមានខ្សែនេះទប់វាអញ្ចឹងដោយសារធ្វើឲ្យថាហ្នឹងមិនអាចធ្លាក់តាមចលនាទម្លាក់សេរីចុះក្រោមបានទេព្រោះធ្លាក់សេរីចុះក្រោមបានយើងច្បាស់ជារកឃើញសន្ទុះប្រវែងរបស់វាគឺស្មើសន្ទុះទំនាញដីហ្នឹងបាទអញ្ចឹងសន្ទុះប្រវែងវាស្មើនឹងអីគេ2លើ3គុណ 1z បាទអញ្ចឹងជួសលេខចូលទៅ z ស្មើ 9.8 វាស្មើនឹង 6.5 ម៉ែត្រនៅទីការ៉េបាទអញ្ចឹងយើងរកឃើញ a ឃើញហើយយើងជួសចូលទៅក្នុងកន្លែងសមីការផ្កាយហ្នឹងទៅយើងរកឃើញហើយបាទតំណែងខ្សែ t ស្មើ âm z ដក âm a អញ្ចឹងទាញ âm ជាកតាមកសល់ z ដក a ហើយម៉ាស់វា1គីឡូz វា 9.8 a វា 6.53 ដកទៅឃើញ 3.3 Newton បាទហ្នឹងហើយអរគុណច្រើន